បងប្អូននេះខ្ញុំកាត់បន្លែធម្មជាតិរបស់ខ្ញុំទៅទៀតចេញទៅលក់ទៀតហើយបងប្អូនទៅដែរបងប្អូនទៅទៀតស្រស់ស្រស់អរគុណច្រើនបងប្អូនដែលបានជួយទិញបន្លែធម្មជាតិរបស់ខ្ញុំអរគុណកូនក្មួយកូននិងប្អូនដែលបានជួយទិញបន្លែធម្មជាតិរបស់ខ្ញុំសប្បាយចិត្តខ្លាំងដោយសារតែបានលក់បន្លែធម្មជាតិនឹងខ្ញុំបានចិញ្ចឹមបុគ្គលិកខ្ញុំបានជួយឧបត្ថម្ភវីរៈកងទ័ពនៅជួរមុខខ្ញុំបានជួយក្នុងពុទ្ធសាសនាខ្ញុំបានជួយបងប្អូនជូនរដ្ឋក្នុងឆាកជីវិតរបស់ខ្ញុំសប្បាយចិត្តខ្លាំងទង្វើដែលខ្ញុំបានធ្វើដោយកម្លាំងញើសឈាមរបស់ខ្ញុំសេចក្តីសុខរបស់ខ្ញុំនៅក្នុងឆាកជីវិតនេះគឺទង្វើដែលខ្ញុំបានធ្វើអ្វីដោយកម្លាំងញើសឈាមខ្លួនខ្ញុំតលខ្ញុំគ្មានចង់បានអ្វីក្រៅពីចង់ជួយប្រទេសជាតិឲ្យមានសេចក្តីសុខសប្បាយ